ហាងលោកកំភ្លើងទឹកជ័រសម្រាប់លេងចូលឆ្នាំសូមជំរាបសួរបើសិនជាលោកអ្នកត្រូវការដៃគូសម្រាប់និយាយតាមគេបតនតនហនលោកអ្នកអាចនិយាយតាក់ទងជាមួយខ្ញុំបានបើសិនជាលោកអ្នកត្រូវការនិយាយរឿងរកស៊ីឬក៏ត្រូវការទិញកំភ្លើងទឹកជ័រទេលោកអ្នកអាចតាក់ទងទៅលេខផ្សេងទៀតបើសិនជាអត់មានណាគេឆ្លើយតបទេលោកអ្នកអាចនិយាយឥឡូវបានអាឡូបងខ្ញុំចង់ទិញកំភ្លើងបាញ់ទឹកអាធំទុកលេងចូលឆ្នាំហ៎បងអូនទិញកំភ្លើងទឹកជ័រហ្នឹងមិនអញយកទៅលេងជាមួយនឹងណាគេដែរហើយលេងនៅកន្លែងណាដែរអូនបងមុនទិញហ្នឹងដាច់ខាតត្រូវបញ្ជាក់អញ្ចឹងហ្មងហ៎ដាច់ខាតត្រូវតែបញ្ជាក់អញ្ចឹងហ្មងអូនខ្ញុំអូនឯងបញ្ជាក់បន្តិចមកថាអូនឯងយកទៅលេងជាមួយណាគេយកទៅលេងជាមួយនឹងសត្រូវអូនឯងដាក់ទឹកកសិដ្ឋហើយយកទៅបាញ់លើមុខគាត់ក៏បានឬក៏អូនឯងលេងជាមួយឆ្កែជាមួយឆ្មាវិញបាញ់លេងជាមួយគ្នានឹងក៏បានហើយអូនឯងបញ្ជាក់បន្តិចទៅថាអូនឯងយកទៅនឹងទៅលេងនៅកន្លែងណាកំពង់សោមបាត់ដំបងសៀមរាបកំពង់ស្ពឺកពតទៅវិញកន្លែងណាក៏បានដែរយូរទៅសុំបីតាមមួយចង្អាមពីក្រៅផ្ទះអូនឯងក៏បងអាចលក់ឲ្យបានដែរឲ្យតែនៅក្រៅផ្ទះអូនដោយសារតែកន្លងទៅនឹងមានភ្ញៀវមួយចំនួននឹងគាត់ធ្វើឲ្យកិត្តិយសកំភ្លើងជ័របាញ់ទឹកនឹងគឺយូរទៅវារងនូវភាពអាម៉ាស់ខ្លាំងមែនតើណាដោយសារតែពួកគាត់ទិញទៅគាត់យកទៅលេងនៅក្នុងបន្ទប់គាត់យកទៅលេងនៅក្នុងបន្ទប់ម្នាក់ឯងដោយសារតែមូលហេតុបកាយជាមួយនឹងម៉ែអត់ឈ្នះនិយាយមួយឪអត់ត្រូវគ្នាឪអត់ជូនដើរលេងគឺគាត់លេងនៅក្នុងបន្ទប់ម្នាក់ឯងអញ្ចឹងវាធ្វើឲ្យយូរទៅវាបទាបថោកតម្លៃកំភ្លើងជ័របាញ់ទឹកនឹងហ្មងដោយសារតែមានសេរីភ្ញៀវអញ្ចឹងយល់ទេហ្នឹងហើយបើសិនជាអូនឯងអត់មានគោលការណ៍ច្បាស់លាស់សម្រាប់ទិញកំភ្លើងជ័រហ្នឹងយកទៅបាញ់លេងខាងក្រៅទេអូនឯងកុំទិញបងក៏អត់ចង់លក់ឲ្យអូនឯងដូចគ្នាអូនដោយសារតែមូលហេតុមានភ្ញៀវដូចអូនឯងអញ្ចឹងហើយបានអ្នកខ្លះគេត្រូវការលេងជាមួយនឹងអ្នកខាងក្រៅគេត្រូវការលេងសប្បាយលេងអីប៉ុន្តែគេទិញអត់ទាន់គេទិញអត់ការដោយសារតែមានអូនឯងនេះមករំខានទិញដាច់មកអញ្ចឹងខ្ញុំយល់ទេហ្នឹងហើយកុំទិញហ្មងអូនចាំពេលថ្ងៃណាមួយដែលអូនឯងបកាយជាមួយនឹងម្ដាយអូនឯងឈ្នះអូនឯងមានភាពក្លាហានគ្រប់គ្រាន់ជាមួយនឹងឪពុកអូនឯងឬក៏ត្រូវឪពុកកាត់ការចោលវិញទេដោយសារតែរឿងលេងទឹកលេងអីនៅខាងក្រៅហ្នឹងអូនឯងចាំតាក់ទងទិញម្ដងទៀតក៏បានដែរយល់ទេវាអត់តាន់យឺតពេលទេអូខេបាយម្ដាយអើយ